ននេតិផលប្រយោជន៍នៃព្រះធម៌កម្មវិធីនេះបង្កើតឡើងដោយក្រុមព្រះសង្ឃទឹកចិត្តសាមណៈដើម្បីធ្វើការផ្សព្វផ្សាយព្រះធម៌សម្រាប់មនុស្សទូទៅឲ្យបានយល់ដឹងអំពីសច្ចភាពនៃអរិយសច្ចៈ4ប្រការដោយមានវត្ថុបំណង3យ៉ាងគឺ 1. លើកកម្ពស់ការបដិបត្តិវិបស្សនា 2. លើកស្ទួយសិលធម៌សង្គម 3. ការបណ្ដុះនៅបញ្ញាកម្មវិធីផលប្រយោជន៍នៃព្រះធម៌ធ្វើការផ្សាយចេញពីស្ថានីយ៍វិទ្យុ Solida FM 108 MHz នៅរាជធានីភ្នំពេញដោយផ្សាយចេញជារៀងរាល់ថ្ងៃចាប់ពីវេលាម៉ោង 6 ល្ងាចដល់ម៉ោង 7 យប់ជាបឋមខ្ញុំប្រកាសណាខ្ញុំបាទសនឧត្តមសូមក្រាបថ្វាយបង្គំគុណព្រះរតនត្រ័យទាំង3ដែលមានព្រះពុទ្ធព្រះធម៌និងព្រះសង្ឃដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាសូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈនិងព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមជម្រាបសួរបងប្អូនប្រិយមិត្តអ្នកស្ដាប់ពុទ្ធមាមិកៈទាំងឡាយដែលកំពុងតែតាមដានស្ដាប់កម្មវិធីផលប្រយោជន៍នៃព្រះធម៌ដែលធ្វើការផ្សាយចេញពីស្ថានីយ៍វិទ្យុ Solida Soft FM 108 MHz ជារៀងរាល់ថ្ងៃចាប់ពីវេលាម៉ោង 6 ដល់ម៉ោង 7 យប់នៅក្នុងកម្មវិធីផ្សាយនារីត្រីថ្ងៃទី 12 ខែមេសាឆ្នាំ 2013 នេះមានវត្តមានខ្ញុំប្រកាសណាខ្ញុំបាទសនឧត្តមជាអ្នកសម្របសម្រួលនិងព្រះគុណម្ចាស់វត្តធម្មូសេងវិធីព្រមទាំងគុណម្ចាស់អវិខេបោខមមិនលឿមជីវក្មិននៅក្នុងការបកស្រាយវែកញែកអំពីបញ្ហាប្រធានបទរបស់យើងនារីត្រីនេះនៅក្នុងរាត្រីនេះផងដែរកម្មវិធីយើងបន្តពិភាក្សាអំពីប្រធានបទដដែលគឺបញ្ញកិរិយាទាំង10ប្រការដែលថ្ងៃនេះយើងនឹងបន្តពិភាក្សាទៅលើបញ្ហាសិលដែលញាតិញោមពុទ្ធបរិស័ទនិងបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់បានតាមដានស្ដាប់ពីថ្ងៃម្សិលមិញមកហើយដែរអញ្ចឹងមិនខុសពីការផ្សាយលើកមុនទេកម្មវិធីយើងបន្តអំពីការសម្ដែងព្រះធម៌របស់ព្រះគុណម្ចាស់ទាំងពីរព្រះអង្គហើយព្រះគុណម្ចាស់គ្រប់ព្រះអង្គនិងបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់អាចទូរស័ព្ទចូលមកដើម្បីបញ្ចេញមតិយោបល់ក៏ដូចជាសាកសួរនៅសំណួរតាក់ទងជាមួយប្រធានបទនិងសំណួរផ្សេងតាក់ទងជាមួយនឹងបញ្ហាជីវិតទូទៅតាមរយៈលេខទូរស័ព្ទ3ប្រព័ន្ធដែលប្រព័ន្ធទី1មានលេខ099 998 108ប្រព័ន្ធទី2 023 67 98 108និងប្រព័ន្ធទី3 010 221និង108នៅក្នុងការផ្សាយផ្ទាល់នៃរាត្រីនេះផងដែរមុននឹងខ្ញុំប្រកាសណាខ្ញុំបាទប្រគេននីតិនេះទៅប្រគុណម្ចាស់ទាំងពីរព្រះអង្គដើម្បីសម្ដែងនៅព្រះធម៌ឬក៏ឆ្លើយតបជាមួយនឹងសំណួរខ្ញុំប្រកាសណាសូមជូនដំណឹងមួយដល់ប្រគុណម្ចាស់គ្រប់ព្រះអង្គនិងញាតិញោមប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលបានតាមដានស្ដាប់កម្មវិធីផលប្រយោជន៍នៃព្រះធម៌កម្មវិធីផលប្រយោជន៍នៃព្រះធម៌នឹងមានការរៀបចំកម្មវិធីថ្មីដើម្បីមានភាពងាយស្រួលក្នុងការសម្ដែងធម៌គឺ4ថ្ងៃដើមសប្តាហ៍រាប់ទៅគឺថ្ងៃច័ន្ទអង្គារពុធនិងព្រហស្បតិ៍គឺយើងទទួលសំណួរជជែកគ្នាតែពីរឿងប្រធានបទតែប៉ុណ្ណោះចំណែកសំណួរនិងរឿងរ៉ាវបញ្ហាទូទៅគឺយើងទទួលនឹងពន្យល់ដោះស្រាយនៅចុងសប្តាហ៍គឺថ្ងៃសុក្រសៅរ៍និងអាទិត្យសូមញាតិមិត្តពុទ្ធបរិស័ទទាំងអស់សូមជ្រាបជាដំណឹងក្នុងគណៈពេលនេះខ្ញុំប្រកាសណាសូមប្រគេននីតិទៅប្រគុណម្ចាស់វត្តធម្មូជាដំបូងគុណម្ចាស់សូមនិមន្តนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะវៈโตอะระหะโตสัมមាសម្ពុទ្ធស្សៈខ្ញុំប្រកាសណាសូមលំអត់លំអរកាយក្រាបថ្វាយបង្គំនៅប្រជុំ3នៃព្រះត្រៃរតន៍គឺព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពនិងសង្ខេបបែបខ្លីតែប៉ុណ្ណេះនិងសូមនមស្ការចំពោះព្រះសង្ឃរាជទាំងពីរគណៈដោយសេចក្តីគោរពនិងសូមថ្វាយបង្គំចំពោះព្រះថេរាធេរៈគ្រប់ព្រះអង្គដែលកំពុងតាមដានស្ដាប់នៅកម្មវិធីផលប្រយោជន៍នៃព្រះធម៌ជាដំបូងនេះផងដែរនៅក្នុងការបកគលនីតិមកឲ្យអង្គខ្ញុំកណ្ណាអាត្មាភាពធ្វើការចំណាប់អារម្មណ៍ក៏ដូចជាសម្ដែងទៅលើប្រធានបទរបស់យើងដែលបន្តពីម្សិលមិញនិងម្សិលមួយថ្ងៃអំពីសិលនោះដែរខ្ញុំកណ្ណាថ្ងៃនេះនឹងលើកយកអំពីសិលដែលជាគ្រឿងវាស់សភាវៈជាមនុស្សដើម្បីឲ្យបងប្អូនយុវវ័យក៏ដូចជាញាតិញោមបងប្អូនទាំងអស់ធ្វើការ
វាស់ស្ទង់អំពីគុណធម៌របស់មនុស្សទៅតាមកម្រិតសិលនីមួយៗពាក្យថាសិលដែលយើងប្រែជាហោហែមកហើយអំពីការជជែកថ្ងៃដំបូងនោះក្នុងទីនោះគឺយើងប្រែមួយដែរគឺសិលប្រែថាប្រក្រតីសិលប្រែថាប្រក្រតីទាំងដូចម្ដេចគឺថាមនុស្សគឺមានការប្រព្រឹត្តជាប្រក្រតីគឺប្រព្រឹត្តនៅអំពើល្អប៉ុន្តែបើសិនជាមនុស្សមិនមានសិលទេដែលយើងនិយាយថាមនុស្សអត់មានសិលធម៌ទេគឺទង្វើរបស់គេសកម្មភាពរបស់គេមិនមែនជាមនុស្សទេគឺជាអំពើគឺជាទង្វើរបស់សត្វទៅវិញនោះទេដូច្នោះហើយសិលនេះបើយើងនិយាយឲ្យងាយស្ដាប់ងាយយល់ទៅគឺជាលក្ខណៈនៃការបង្ហាញសម្ដែងឲ្យឃើញថាមនុស្សនោះគ្រប់លក្ខណៈជាមនុស្សបើសិនជាមនុស្សមិនមានសិលមិនមានសិលធម៌នោះទេថាតើយើងឲ្យឈ្មោះគេជាមនុស្សម្ដេចបានដែលអាត្មាភាពលើកពីម្សិលមិញនោះគឺមនុស្សមាន5យ៉ាងដែលព្រះសម្មាសម្ពុទ្ធសម្ដែងនោះមនុស្សស័កមនុស្សសោមនុស្សពេតតមនុស្សទេវជាដើមប៉ុអញ្ចឹងដែរយើងធ្វើការវិញ្ញាទៅលើសភាវៈរបស់មនុស្សដែលយើងឲ្យសំខាន់ថាមនុស្សកើតមកត្រូវតែមានសិលឬក៏ត្រូវតែធ្វើអំពើល្អបើមិនជាមនុស្សមិនធ្វើអំពើល្អនិងមិនមានសិលធម៌នៅក្នុងខ្លួនទេរស់នៅក្នុងសង្គមក៏ដូចជាស្លាប់បាត់ទៅហើយព្រោះអីព្រោះមិនមែនជាប្រយោជន៍ក៏មិនដែលនៅធ្វើនៅប្រយោជន៍សម្រាប់នរណាម្នាក់នោះទេគឺគេបើជញ្ជក់ឈាមឬក៏រស់ដើម្បីតែភាពអាត្មានិយមរបស់គេតែប៉ុណ្ណោះអញ្ចឹងបើសិនជាយើងគិតទៅលើសិល5ដែលយើងស្គាល់ទាំងអស់គ្នាដែលញាតិញោមដឹងទាំងអស់គ្នាទី1គឺបាណាតិបាតទី2គឺអតនីទាទី3គឺកាមេទី4គឺមុសានិងទី5គឺសុរាអញ្ចឹងបើសិនជាមនុស្សកាន់នៅសិល5សិលធម៌ទាំង5នេះឲ្យគ្រប់ឲ្យពេញជារៀងរាល់ថ្ងៃនោះឲ្យពេញជាប្រក្រតីនៅក្នុងជីវិតរបស់ខ្លួននោះគឺសភាវៈជាមនុស្សរបស់គេនៅពេញ 100% ចុះបើសិនជាមនុស្សកាន់បានសិក្ខាបទតែ4បាត់ដាច់សិក្ខាបទតែ1បាត់ទៅហើយនោះសភាវៈជាមនុស្សរបស់គេគឺនៅត្រឹមតែ80ចុះបើសិនជាដាច់2នៅសល់3គឺយើងកាត់ទៅតាមហ្នឹងនៅសល់60បាត់ដាច់3នៅសល់2នៅសល់40បាត់ដាច់4នៅសល់1នៅសល់តែ20បណ្ដាច់5គឺសភាវៈជាមនុស្សហ្នឹងអស់ទៅតែម្ដងហេតុអីក៏យើងនិយាយថាហេតុអីក៏អាត្មាសម្ដែងថាបើសិនជាមនុស្សគ្មានសិល5មនុស្សអស់លក្ខណៈជាមនុស្សលែងពេញទៅជាមនុស្សព្រោះថាញាតិញោមត្រូវដឹងថាបើសិនជាមនុស្សទាំងអស់នៅលើភពផែនដីយើងនេះគេមិនមាននៅសិលធម៌ទាំង5គឺសិលធម៌សកលដែលអាត្មាភាពសម្ដែងពីមុនមកហើយថាសិលទាំង5នេះសិលធម៌ទាំង5នេះមិនមែនជាការបញ្ញត្តិឡើងមិនមែនជាការរកឃើញរបស់ព្រះសម្មាសម្ពុទ្ធហើយយកមកដាក់នៅក្នុងសាសនាព្រះពុទ្ធសាសនាដាច់មុខនោះទេដែលយើងនិយាយពីខាងដើមម្សិលមិញទោះបីជាមនុស្សនៅក្រៅព្រះពុទ្ធសាសនាក្តីដែលគេមិនបានដល់នៅត្រៃសរណគមគឺព្រះពុទ្ធពធនិងព្រះសង្ឃជាទីពឹងក្តីក៏គេអាចនឹងជាមនុស្សដែលរស់នៅមានសិលធម៌អញ្ចឹងសិលធម៌នេះគឺជាសកលគឺជាធម៌សកលគឺជាលក្ខណៈនៃការប្រព្រឹត្តគឺជាលក្ខណៈនៃលក្ខខណ្ឌដែលឲ្យមនុស្សរស់នៅជាមួយគ្នាក្នុងសង្គមជាមួយគ្នាប្រកបទៅដោយសេចក្តីសុខរមនាអញ្ចឹងបើសិនជាមនុស្សមិនមាននៅសិលធម៌ទាំង5នេះមិនបានបដិបត្តិនៅសិល5នេះញាតិញោមសាកគិតទៅមើលបាណាតិបាតដែលលោកបងបន្លឿមលោកនិយាយអំពីបាណាតិបាតម្សិលមិញនោះអញ្ចឹងអាត្មាភាពក៏ថែមដែរបើសិនជាមនុស្សអត់មានបាណាតិបាតថាតើនៅក្នុងចិត្តរបស់គេហើយមនុស្សម្នាក់ពោពេញទៅដោយការបៀតបៀនការកាប់សម្លាប់ថាតើយើងអាចរស់នៅក្នុងសង្គមបានទេបើសិនជាជួបមនុស្សណាម្នាក់នៅពេលដែលមានរឿងរ៉ាវបន្តិចបន្តួចទាស់ទែងសម្ដីគ្នាបន្តិចបន្តួចខ្វែងកំណត់គ្នាបន្តិចបន្តួចស្រាប់តែទាញដាវទាញបថៅទាញកំភ្លើងឡើងធ្វើការកាប់បច្ចៈគ្នាអញ្ចឹងទៅដើម្បីយកជ័យជំនះរៀងខ្លួនអញ្ចឹងយើងសួរថាតើបើសិនជាមនុស្សអត់តបាណាតិបាតមួយនោះគឺយើងនឹងជួបផលវិបាកយ៉ាងខ្លាំងហើយចំពោះតែបាណាតិបាតមួយតែប៉ុណ្ណឹងដូចជារាល់ថ្ងៃហ្នឹងដែលលបងបន្លឿមលោកបានលើកឡើងហើយគឺបញ្ហាអាកាសធាតុក៏វាតាក់ទងនឹងបាណាតិបាតដែរដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបញ្ញត្តិមួយនៅក្នុងសិក្ខាបទរបស់ព្រះភិក្ខុសង្ឃនោះគឺហាមភិក្ខុសង្ឃទាំងអស់មិនឲ្យកាប់នៅដើមឈើពោញាតិញោមត្រូវដឹងថាព្រះសម្មាសម្ពុទ្ធមិនអនុញ្ញាតឲ្យភិក្ខុសង្ឃដែលបួសនៅក្នុងសាសនារបស់ព្រះអង្គដែលបួសក្រោមការបង្ហាត់បង្ហាញនិងបង្រៀនរបស់ព្រះអង្គមិនអាចកាប់នៅដើមឈើជាដាច់ខាតនេះសូមបញ្ជាក់ឲ្យឃើញថាព្រះសម្មាសម្ពុទ្ធក៏យកចិត្តទុកដាក់ក៏បានគិតទៅដល់បញ្ហាបរិស្ថានចំពោះមនុស្សនេះដែរនឹងបាណាតិបាតមួយបើសិនជាមនុស្សអត់មាននៅបាណាតិបាតយើងឃើញថាពិភពលោកយើងរាល់ថ្ងៃឬក៏សង្គមជួបនៅភាពវឹកវរមួយបាត់ទៅហើយគ្រាន់តែមនុស្សអត់បាណាតិបាតមួយសោះចុះបើសិនជាគេអត់នៅអត្តនីទានាមួយទៀតសង្គមរបស់យើងមានស្ថិរភាពមានសុវត្ថិភាពអត់ញោមរករបស់របរដែលយើងខំរកបានមករករបស់របរដែលយើងខំទុកដាក់មក
វាសម្បូរទៅដោយចោលព្រោះបាណាតិបាតគឺការវាលេងនៅការលួចឆក់ប្លន់ចុះបើសិនជាមនុស្សអត់វាលេងនៅការលួចឆក់ប្លន់ហងគេមិនប្រព្រឹត្តនៅការលួចឆក់ប្លន់អញ្ចឹងសង្គមរបស់មនុស្សថាតើអាចនឹងមានសន្តិសុខមានស្ថិរភាពអត់ហើយច្បោកច្បល់ប៉ុណ្ណាបើសិនជាយើងយកអត់សន្តិសុខអត់ស្ថិរភាពនេះទៅបូកនឹងមនុស្សដែលមានការបៀតបៀនកាប់សម្លាប់ដែលអត់បានអធិប្បាននេះអត់ពីណាញោមណាពោចំពោះទី3ចុះបើសិនជាមនុស្សប្រព្រឹត្តនៅការមេការបរិភោគការដែលញាតិញោមប្រើជាភាសាខ្មែរងាយស្រួលនិងសមរម្យដែលអាត្មាក៏អាចនិយាយបានដែរគឺការបញ្ហាភេទគឺការរួមភេទបើសិនជាមនុស្សមិនមានការស្គាល់នេះកូនអញនេះប្រពន្ធអញនេះប្រពន្ធគេនេះកូនគេនេះម្ដាយនេះឪពុកនេះបងនេះប្អូនទេមនុស្សប្រព្រឹត្តទៅដូចជាសត្វអញ្ចឹងសង្គមមនុស្សយើងវាលែងមានការអៀនខ្មាស់បាត់ទៅហើយកន្លែងណាក៏អាចប្រព្រឹត្តនៅការមេបានកន្លែងណាក៏អាចប្រព្រឹត្តនៅការមេបានដែរអញ្ចឹងភាពស្មោះត្រង់រវាងប្តីប្រពន្ធរវាងកូនចៅហ្នឹងវាបាត់បង់បាត់ទៅហើយយើងយកទៅអាមួយហ្នឹងទៅបូកអាពីរខាងដើមយើងសាកស្រមៃបិទភ្នែកស្រមៃគិតនៅក្នុងសង្គមរៀងបន្តិចទៅមើលសង្គមពិភពលោកយើងទៅមើលអូវាច្បោកច្បល់មែនតើរស់នៅក្នុងពេលហ្នឹងវារស់នៅដើម្បីតែទទួលនៅបាបកម្មតែប៉ុណ្ណោះចំណែកឯទី4បើសិនជាមនុស្សមិនមានភាពស្មោះត្រង់នឹងគ្នានិយាយតែពាក្យកុហកនិយាយតែពាក្យមូសាធ្វើឲ្យសង្គមហ្នឹងវាទៅជាសង្គមបែបម៉េចវាទៅតែជាសង្គមដែលគ្មានទេរឿងពិតមានតែរឿងកុហកអ្វីៗទាំងអស់សុទ្ធតែរឿងកុហករឿងបោកប្រាស់រឿងបញ្ឆោតរឿងបញ្ចូលរឿងសរសើរខុសមុខងារខុសហ្នឹងហើយថាតើពាក្យពិតពាក្យសច្ចៈហ្នឹងវាមានអត់វាអត់មានទេបើកាលណាមនុស្សមិនកាន់នៅមូសានោះអញ្ចឹងការរស់ស៊ីជាមួយគ្នាក្តីការប្រស័យតាក់ទងក្តីដែលសុភាសិតខ្មែរយើងបានដល់ទុកមកថាមនុស្សយកសម្ដីតម្រៃយកផ្លុកវាបង្ហាញថាមនុស្សហ្នឹងដួងចិត្តវានៅខាងក្នុងដួងចិត្តមិនអាចមើលឃើញទេវាពិបាកនឹងកាត់យល់ខាងណាស់ប៉ុន្តែសម្ដីគឺជារឿងសំខាន់បើសិនជាសម្ដីយើងនិយាយចេញហើយយើងមិនអាចយកជាការបានណាអញ្ចឹងមនុស្សយកអ្វីវិញទៅអញ្ចឹងក្នុងការប្រស្រ័យតាក់ទងគ្នាណាញោមគឺដើម្បីតាក់ទងជាមួយនឹងមនុស្សម្នាក់ទៀតថាតើយើងយកអ្វីទៅតាក់ទងគ្នាយកចិត្តដល់ប្រកាសណាថាយកចិត្តវាចិត្តវាចេញដល់អីវាចេញដល់វិចារដល់កាយហ្នឹងព្រោះកាយនិងវិចារវាជាគ្រឿងបង្ហាញអំពីចិត្តអញ្ចឹងបើមនុស្សចិត្តផ្សេងមាត់ផ្សឹងចិត្តគិតបែបនោះមាត់និយាយបែបនេះពិបាកនឹងការរស់នៅជាមួយគ្នាខ្លាំងណាស់ក្នុងសង្គមអានេះ4ណាញោមសាកសម័យទី1ទី2ទី3ទី4បើសិនជាមនុស្សទាំងអស់មិនមាននៅសិលធម៌ទាំង4នេះទេសង្គមវាច្បោកច្បល់ប៉ុណ្ណឹងហើយចុះបើសិនជាអត់អាទី5ទៀតគឺសុរាមនុស្សមើលឃើញសុរាដូចជាទឹកផឹកស្រាដូចជាផឹកទឹកហ្នឹងរឿងរងៃដែលអាត្មាបានស្ដាប់វិទ្យុអាត្មាជួបនៅរឿងមួយដែលថាញោមស្រីម្នាក់នោះគាត់ជាជនជាតិខ្មែរប៉ុន្តែគាត់បានប្តីជាអនិច្ចជនជាជនជាតិបរទេសប៉ុន្តែប្តីរបស់គាត់នោះអត់ចេះហូបទឹកទេគឺគាត់ហូបតែស្រាទេហូបតែប៊ីយ៉ាគាត់ហូបតែប៊ីយ៉ាទឹកគឺអត់ចេះតែម្ដងខ្ញុំសាកគិតមើលមនុស្សដល់ថ្នាក់ហ្នឹងបច្ចុប្បន្នឥឡូវណាផឹករហូតដល់ថ្នាក់ងូតណាហើយសូរ៉ានេះវាស្ថិតនៅក្នុងសិល5ទៅទៀតមនុស្សបែរជាអាត្មាចឹងនៅពេលដែលញាតិញោមសុំសិលទាំងឡាយឬក៏មនុស្សទាំងអស់ដែលគេចូលវត្តម្ដងម្កាលគេចូលក្នុងបុណ្យថ្ងៃបុណ្យទានបុណ្យអីហ្នឹងអាត្មាចឹងថាញោមឯងទទួលតែសិល4បានហើយអាសិលទី5ហ្នឹងមិនបាច់ទទួលទេទទួលទៅធ្វើដាច់ដែរអញ្ចឹងមិនបាច់ទទួលទេកុំឲ្យវាល្អមើលអីឲ្យវាទៅតាមហ្នឹងហ្មងឲ្យវាតាមភាពពិតចាក់ស្ដែងយើងហ្មងទួធមុសាបានហើយ4ហ្នឹងធ្វើមិនបានទេហងការពិតទៅអញ្ចឹងអាសូរ៉ាហ្នឹងចំការញោមមកបងឲ្យសិលលេងលើកស្រាប់វាដាក់នៅមុខអាត្មាក៏មានដែរចុះគេសែននោះគេសែនចូលចិត្តសែនស្រាប់វាអាត្មាថាពុទ្ធោអាត្មានឹងឲ្យសិលមិនអាត្មាអញហើយប៉ុន្តែធ្វើមិនអីញោមវាជាប្រពៃណីទំនៀមរបស់ខ្មែរយើងប៉ុន្តែអាត្មាសង្ឃឹមថាបើសិនជាមនុស្សចេះប្រើនៅបញ្ញារបស់ខ្លួនចេះប្រើនៅធម៌សញ្ញាគឺការពិចារណារកខុសរកត្រូវរកសរកខ្មៅរកគុណរកទោសគេនឹងពិចារណាឃើញនៅទង្វើណាជាទង្វើដែលប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនទង្វើណាដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសហើយគេនឹងលះបង់នឹងវាចាស់ដល់ខ្លួនឯងឥតមាននរណាទៅបញ្ឆោតឥតមាននរណាទៅពោលថាអូនអ្នកឯងធ្វើចេះធ្លាក់នរកអីចេះទេសូមព្យាយាមប្រើនៅធម្មសញ្ញារបស់អ្នកព្រោះអ្នកកើតមកជាមនុស្សមានសតិនិងសម្បជញ្ញៈគឺការភ្ញាក់រលឹកនៅទង្វើដែលខ្លួនឯងកំពុងតែធ្វើអ្នកដទៃគ្រាន់តែគូបង្ហាញគ្រាន់តែគ្រាន់តែកេះខ្នងថាណែខ្នងរបស់អ្នកប្រឡាក់ហើយនេះជាដើមបងខ្ញុំកណាមានតែប៉ុណ្ណឹងបើសិនជាមានត្រង់ណាខ្វះខាតឬក៏នៅមិនច្បាស់លាស់សូមប៉ុន្តែមុននឹងបញ្ចប់ខ្ញុំកណាមាននៅកំណាព្យមួយដែរដែលជា
ការនិពន្ធរបស់នរណាទេខ្ញុំកណាភ្លេចឈ្មោះទៅប៉ុន្តែដកស្រង់មកចេញអំពីសៀវភៅនិពន្ធដោយក្រុមសៀវភៅដូចជា Idea Book ណាគេសេថាអស្ចារ្យដោយអំណាចជាតិអាចផ្ទុះសង្គ្រាមភ្នំឆ្អឹងស្ទឹងឈាមកាប់ចាក់សម្លាប់គ្នាព្រោះតែអំណាចអស្ចារ្យដោយទ្រព្យជាសាងកម្មវិរិយគ្រប់កន្លែងបោកប្រាស់ឆក់ប្លន់កើតស្ដែងមិនរឯងខ្លាចកម្មពីអស្ចារ្យដោយគុណធម៌ពិភពលោកសុខល្អរាជជ្រះថ្លាបវរគុណធម៌ធំធាត់សូមជូននីតិទៅបងអ្នកសម្របសម្រួលវិញកណាបគុណចាស់ខ្ញុំប្រកាសណាសូមអរគុណចំពោះការបកស្រាយអំពីប្រធានបទយើងថ្ងៃនេះគឺតកតមួយសិលដូចប្រគុណម្ចាស់ញាតិញោមប្រិយមិត្តអ្នកស្ដាប់ទាំងអស់បានដឹងហើយថាសិលទាំង5ដែលយើងហៅថាបញ្ញសិលនេះបើតាមការដែលប្រគុណម្ចាស់វត្តធម្មូលសេងវិធីមានសង្ឃនិកានេះគឺជាបាតគ្រឹះនៃការរស់នៅក្នុងភាពជាមនុស្សហើយបើនៅក្នុងសង្គមយើងវិញសិលធម៌ទាំង5នេះបានជួយបំពេញនៅក្នុងភាពខ្វះចន្លោះនៅក្នុងការអនុវត្តច្បាប់នៅក្នុងសង្គមអញ្ចឹងនៅក្នុងបញ្ហាដដែលនេះខ្ញុំប្រកាសណាសូមប្រកេននីតិទៅប្រគុណម្ចាស់អវិខេបោខមុនលឿមដើម្បីប្រគុណម្ចាស់មានសង្ឃនិកាចាប់អារម្មណ៍តទៅមួយបញ្ហាសិលប្រគុណម្ចាស់និមន្តអរគុណជាបឋមខ្ញុំប្រកាសណាអាត្មាភាពសូមលំអត់លំអរកាយក្រាបថ្វាយបង្គំចំពោះព្រះគុណបរតនត្រ័យទាំង3ដោយសេចក្តីគោរពសូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំង2គណៈដោយសេចក្តីគោរពក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពរាប់អានហើយនឹងចម្រើនពរដល់ញាតិញោមទាំងអស់ដែលជាអ្នកតាមដានស្ដាប់នៅរាល់កម្មវិធីនានាទាំងនោះរួមបញ្ចូលទាំងកម្មវិធីផលប្រយោជន៍នៃព្រះធម៌ដែលធ្វើការផ្សាយជារៀងរាល់ម៉ោង6ម៉ោង7ដែលផ្សាយផ្ទាល់មានខ្ញុំប្រកាសណាអាត្មាភាពអវិខេបោខមុនលឿមហើយនឹងលោកប្អូនវុទ្ធធម្មោសេងវុធីណាហើយនឹងបងប្អូនឧត្តមស្ដាប់ស្រួលថ្ងៃនេះហើយសូមចម្រើនពរញោមជាទីរាប់អានដែរបងនៅក្នុងរាត្រីនេះគឺយើងនៅតែជជែកគ្នាអំពីប្រធានបទយើងតាក់ទងនឹងសិលហើយដោយឡែកថ្ងៃនេះយើងកាត់យកមួយចំណែកនៃសិលមកជជែកគ្នាគឺយើងជជែកអំពីបាណាតិបានបើសិនណាយើងសម័យគិតបិទភ្នែកហើយសម័យគិតព្រោះថាធម្មតាយើងបិទភ្នែកយើងមើលឃើញឆ្ងាយបិទភ្នែកហើយយើងគិតមើលទៅដឹងថាចុះបើសិនណាមនុស្សក្នុងពិភពលោកទាំងមូលមិនបៀតបៀនគ្នានេះតើធ្វើឲ្យពិភពលោកមានសន្តិភាពយ៉ាងណាបាណាតិបាតហ្នឹងគឺការបៀតបៀនណាខ្ញុំណាបើសិនណាយើងមិនបៀតបៀនគ្នាតើពិភពលោកទាំងមូលហ្នឹងមានសន្តិភាពយ៉ាងណាយើងមើលរាល់ថ្ងៃពិភពលោកកំពុងតែត្រូវបានគំរាមកំហែងដោយពពួកមនុស្សណាដោយសារមនុស្សមានការរីកចម្រើនខ្លាំងបង្កើតនៅសម្ភាវៈផ្សេងអញ្ចឹងទៅធ្វើការគំរាមដល់គ្នានឹងគ្នាជាដើមដូចជាប្រទេសមហាអំណាចនានាឬក៏ប្រទេសដែលមានបរិមាណណូនុយក្លេអ៊ៀដែលគ្របបល័យលោកជាដើមហ្នឹងគឺគេកំពុងតែធ្វើការគំរាមកំហែងបញ្ញាញដាក់គ្នាដោយសារអីដោយសារតែពួកនោះមានចិត្តបៀតបៀនគ្នាមិនចេះចប់តែបើសិនអ្នកទាំងអស់គ្នាហ្នឹងគិតថាឥឡូវយើងទាំងអស់គ្នាសាករក្សាសិលទី1មើលបាណាតិបាតហ្នឹងតើពិភពលោកនឹងយ៉ាងម៉េចវិញសត្វរុក្ខជាតិគ្រប់បែបយ៉ាងសម្បូរបែបសល់ទូទាំងពិភពលោករួមទាំងនោះយើងអាចសម័យគិតឃើញថាជុំវិញយើងទាំងអស់សិតតែព្រៃធម្មជាតិដែលមានពណ៌បៃតងស្រស់យ៉ាងត្រកាលធ្វើឲ្យទាក់ទាញអារម្មណ៍យើងយ៉ាងណាប៉ុន្តែដោយសារមនុស្សអត់ដែលសិលទី1នឹងធ្វើឲ្យពិភពលោកចង់វិនាសនឹងហើយតាក់ទងសិលទី1ហើយមួយទៀតសតយើងតែនិយាយថាយុត្តិធម៌អយុត្តិធម៌ចំពោះខ្លួនឯងប៉ុន្តែបើសិនណាយើងសម័យគិតបន្តិចតាមយុត្តិធម៌មានទេយុត្តិធម៌មានទេរាល់ថ្ងៃយើងសម្លាប់អ្នកដតីយកមកបរិភោគហើយនៅពេលអ្នកដតីធ្វើអ្វីប៉ះពាល់មកលើយើងថាអយុត្តិធម៌ណាចំពោះខ្ញុំចុះនៅពេលដែលយើងលើដៃដួសមហូបហើយចុកចូលក្នុងមាត់ជួនកាលជាត្រីជួនកាលជាសាច់ជ្រូកសាច់គោសាច់មាន់អីជាដើមនឹងសួរថាពួកអ្នកទាំងអស់គ្នានឹងដែលត្រូវបានគេសម្លាប់រាល់ថ្ងៃនឹងសួរថាមានយុត្តិធម៌ទេយើងដែលធ្លាប់គិតទេថាពពួកសត្វមិនចេះគិតទៅចុះប៉ុន្តែយើងនេះ
ក្នុងនាមជាមនុស្សនេះដែលធ្លាប់គិតផ្ដល់យុត្តិធម៌ឲ្យពួកអ្នកទាំងអស់គ្នានឹងដែលអត់ដែលពួកគេបានស្លាប់ដើម្បីបំពេញកាពះរបស់យើងហ្នឹងហើយយើងមួយថ្ងៃយើងគិតអីស៊ីចុះហ្នឹងហើយបរិភោគឆ្អែតហើយទៅចុះចោលអញ្ចឹងទៅហើយក្រោយមកក៏ស៊ីទៀតទៅដូចជាយើងមិនបានគិតថាតើយើងស៊ីដើម្បីអ្វីចុះដើម្បីអ្វីសូមអភ័យទោសដោយសារតែយើងនឹងលួងខ្លួនវង្វេងនឹងខ្លួនវង្វេងនឹងពាក្យថាអញដល់ពេលវង្វេងយូរទៅភ្លេចគិតដល់ចំណុចហ្នឹងដល់ពេលតើកាលណាភ្លេចគិតចំណុចហ្នឹងធ្វើឲ្យការសម្លាប់ការស៊ីជុះទាំងអស់ហ្នឹងអត់បានគិតកាន់តែញៀនទៅណាស៊ីជុះមិនដឹងពេលណាដែលចេះឈប់រហូតមកដល់ប៉ុណ្ណឹងបើពពួកមនុស្សយើងម្នាក់ថាអាយុ20ម្នាក់នេះទៅយើងស៊ីសាច់អស់ប្រហែលកម្មាស់ហើយប្រហែលគីឡូហើយប្រហែលតនហើយយើងដែលធ្លាប់គិតមើលទេហើយសត្វប្រហែលនេះដែលត្រូវស្លាប់ដោយសារយើងស៊ីជុះមិនចេះឈប់ទាំងថ្ងៃទាំងយប់ព្រោះអាហារស៊ីណាស់ជុះណាស់ផ្អើលតណ្ហាឃ្លានជាធម្មតានៃក្រពះមាត់ជាប់នឹងក្តេតមិនគិតឡើយស៊ីហើយប្រឹងជុះខ្លាច់តស្ទះជុះហើយខំប្រឹងលៀងជំរះជុះអុយកាពះស៊ីម្ដងទៀតណែឃើញណាស៊ីជុះហ្នឹងដល់ពេលអញ្ចឹងអាស៊ីបនយើងបើថាមិនប៉ះពាល់ដល់អ្នកដតីមិនថាទេស៊ីហើយហ្នឹងធ្វើឲ្យអ្នកដតីភ័យខ្លាចណារាល់ថ្ងៃនិយមឮពាក្យមួយទៀតថាអូឲ្យទៅឮថាធ្វើបន់តាណាពពួកសត្វភ័យហើយតណែប្រកាសជាងាប់ទៀតហើយកន្លែងនេះហើយដែលយើងចង់លើកបញ្ជាក់អំពីបាណាទៅបានថាពពួកសត្វខ្លាចមនុស្សដោយសារតែមនុស្សបៀតបៀនសត្វហ្នឹងហើយមិនមែនសត្វមកបៀតបៀនមនុស្សទេគឺមនុស្សបៀតបៀនសត្វដែលខ្លាចមនុស្សដែលរត់គេចពីមនុស្សដែលហោះគេចពីមនុស្សនោះដោយសារតែពួកមនុស្សនោះអាក្រក់ពេកអញ្ចឹងបានកុមារកាសបៈថាពួកមនុស្សនោះអាក្រក់ណាស់ណាស្អុយទៀតណាស្អុយឈ្មោះមកណាស្អុយក្លិនណារឹបយោចងាយពីផែនដៃទៅពួកសត្វធំក្លិនបន្តិចរត់គេចអស់ណែដោយសារខ្លាចហ្នឹងស្អុយរឿងទង្វើអាក្រក់ដែលមនុស្សទាំងអស់នៅគ្នាកសាងរាល់ថ្ងៃហ្នឹងខំសន្សំនៅទង្វើអាក្រក់ដាក់ខ្លួនណាអញ្ចឹងខ្ញុំបកគលណាអាត្មាភាពចូលរួមនៅក្នុងការបើកកម្មវិធីតេតូននឹងបាណាតិបាតមានប្រមាណប៉ុណ្ណេះសូមជូនកម្មវិធីទៅបងអូនអ្នកសម្រាប់ខ្លួនវិញសូមអរគុណគណៈគុណចាស់ខ្ញុំប្រកាសណាសូមថ្លែងអំណរគុណច្រើនចំពោះការបកស្រាយរបស់ព្រះអង្គតាក់ទងជាមួយនឹងបញ្ហាសិលឃើញថាក្បោះក្បាយមែនតែនមានទាំងកំណាព្យមានទាំងអីឃ្លាឃ្លោងវរស់ណែងនងលាយផងគុណចាស់គណៈគុណចាស់ខ្ញុំគណៈសូមអនុញ្ញាតបើកម្មវិធីយើងទទួលទូរស័ព្ទប្រគុណម្ចាស់គ្រប់ព្រះអង្គនិងបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីផលប្រយោជន៍នៃពធប៉ុន្តែមុននឹងខ្ញុំប្រកាសណាទទួលទូរស័ព្ទខ្ញុំប្រកាសណាសូមជូនដំណឹងសារជាថ្មីម្ដងទៀតថាកម្មវិធីផលប្រយោជន៍នៃពធនឹងមានការរៀបចំកម្មវិធីថ្មីមួយដើម្បីមានភាពងាយស្រួលក្នុងការសម្ដែងធម៌គឺ4ថ្ងៃដើមសប្តាហ៍គឺបើយើងរាប់ទៅគឺថ្ងៃច័ន្ទអង្គារពុធនិងព្រហស្បតិ៍គឺយើងជជែកគ្នាតែពីរឿងប្រធានបទតែប៉ុណ្ណោះចំណែកឯសំណួរនិងរឿងរ៉ាវបញ្ហាទូទៅគឺយើងនឹងទទួលពយល់ដោះស្រាយជជែកគ្នានៅថ្ងៃចុងសប្តាហ៍គឺថ្ងៃសុក្រសៅរ៍អាទិត្យអញ្ចឹងប្រគុណម្ចាស់គ្រប់ព្រះអង្គនិងបងប្អូនញាតិញោមប្រិយមិត្តទាំងអស់អាច call ឬក៏ទូរស័ព្ទចូលមកថ្ងៃនេះថ្ងៃសុក្រអញ្ចឹងយើងនឹងទទួលទាំងបញ្ហាប្រធានបទរបស់យើងនិងបញ្ហាសំណួរទូទៅដែលប្រគុណម្ចាស់គ្រប់ព្រះអង្គនិងបងប្អូនចង់សួរប៉ុន្តែនៅពេលនេះមិនទាន់មានប្រគុណម្ចាស់និងប្រិយមិត្ត call ចូលទេខ្ញុំប្រកាសណាសូមប្រកេននាទីនេះតែប្រគុណម្ចាស់វត្តធម្មោដើម្បីប្រគុណម្ចាស់សម្ដែងបន្តទៀតប្រគុណម្ចាស់សូមនិមន្តបាទសូមចំនួនពរសាជាថ្មីដោយសារប្រិយមិត្តមិនមានការខលចូលរួមដែលជាคนការមិនតនៅខលចូលរួមខ្ញុំកណាចង់បញ្ជាក់មកភាពចង់បញ្ជាក់ទៅដល់បងប្អូនជាយុវវ័យទាំងអស់សូមបងប្អូនខលចូលរួមមកកម្មវិធីផលប្រយោជន៍នៃពធហ្មងយើងអត់មានបញ្ហានៅក្នុងការនិយាយជាមួយនឹងប្រសង់ទេនៅក្នុងកម្មវិធីផលប្រយោជន៍នៃពធនេះមានអ្នកសម្របសម្រួលគាត់ជីនក្រហោះទេដែលបងប្អូនអាចនិយាយបាទចាខ្ញុំជាមួយនឹងគាត់បានដោយមិនបាច់ឆ្លើយឆ្លងសាសងវិចារជាមួយនឹងអាត្មាភាពទាំងពីរព្រះអង្គហើយបងអ្នកសម្របសម្រួលនឹងកត់សំណួររបស់បងប្អូននិងប្រកេនមកអាត្មាភាពដើម្បីដោះស្រាយនិងបញ្យល់ប្រាប់បងប្អូនដែលមានការងឿងឆ្ងល់នៅក្នុងការកាន់នៅព្រះពុទ្ធសាសនានៅក្នុងការបញ្ហាធម៌អាដែលបងប្អូនមិនអាចនឹងសួរព្រះសង្ឃនៅក្នុងវត្តបានមិនអាចសួរនឹងព្រះសង្ឃនៅលើក្រេទេសនាបានដែលលេខទូរស័ព្ទ
អាត្មាសូមបញ្ជាក់ចុះខ្សែទី1គឺ099 998 108ខ្សែទី2 023 97 98 108និងខ្សែទី3 010 221និង108ខ្ញុំកណាអាត្មាភាពចង់បញ្ជាក់ទៅលើបញ្ហាបាណាតិបាតដែលលោកបងបន្លឿមលោកបានលើកឡើងដែលតាក់ទងជាមួយនឹងរឿងសង្គ្រាមព្រោះបាណាតិបាតនេះកាលណាមនុស្សមិនកាន់កាលណាមនុស្សមិនបដិបត្តិនៅបាណាតិបាតទេគឺមនុស្សមានការបៀតបៀនហើយដែលចេញមកអំពីកំហឹងនៅក្នុងចិត្តគឺទោសៈប្រហែលជាមានការចាប់អារម្មណ៍ខ្លាំងណាស់នៅក្នុងពេលបច្ចុប្បន្នថ្មីនេះគឺបញ្ហាកូរ៉េខាងជើងដែលកំពុងតែព្យាយាមឬក៏បញ្ឆេះនៅសង្គ្រាមលោកលើកទី3ឡើងបើសិនជាមានមនុស្សខ្លះដែលពោពេញទៅដោយទោសៈដែលតែនៅក្នុងចិត្តមានកំហឹងណាប្រហែលជាត្រេកអរអញចង់ឃើញសង្គ្រាមដល់ហើយបាញ់គ្នាឆាប់ទៅអញឃើញនុយក្លេអ៊ែរអញឃើញអាវុធទំនើបការគិតបែបនោះគឺជាការគិតបែបបំផ្លាញខ្លួនឯងទៅវិញទេកុំភ្លេចថាកូរ៉េខាងជើងថាប្រទេសយើងក្តីប្រទេសណាក្តីដែលយើងឮឈ្មោះរាល់ថ្ងៃអាមេរិកចិនវៀតណាមកូរ៉េហ្នឹងគឺនៅលើពិភពលោកតែមួយទេណានៅលើពិភពលោកតែមួយទេអញ្ចឹងបើសិនជាប្រទេសទាំងអស់នោះមានសង្គ្រាមចុះប្រទេសកម្ពុជាយើងថាតើយើងអាចគេចផុតអំពីសង្គ្រាមនោះទេព្រោះយើងរស់នៅលើភពផែនដីជាមួយគ្នាថាតើយើងរត់ទៅកន្លែងណាបើសិនជាភពលោកដែលយើងរស់នៅវាផ្ទុះនៅសង្គ្រាមដែលគួរឲ្យខ្លាចបែបហ្នឹងណានុយក្លេអ៊ែរមួយគ្រាប់អាចកំទេចប្រទេសយើងមួយទាំងមូលណាក្នុងមួយប្រពេចភ្នែកណាដែលក្នុងសង្គ្រាមលោកលើកទី2ញាតិមិត្តបងប្អូនទាំងអស់ប្រហែលជាបានមើលវីដេអូហើយនុយក្លេអ៊ែរដែលទម្លាក់នៅជប៉ុនណាកាសាគីនិងហេរ៉ូស៊ីម៉ាតែ2គ្រាប់សម្រាប់មនុស្សអស់ប្រមាណ10000នាក់អញ្ចឹងហើយបើសិនជានេះទេសូមកុំបញ្ឆេះកំហឹងគឺការផ្ដាល់នៅទោសៈឲ្យវាចូលទៅក្នុងពិភពលោកនឹងទៀតគឺការផ្សាយនៃកំហឹងណាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គតែងតែបង្រៀននៅកន្លែងបង្រៀនវិបស្សនាកម្មដ្ឋានក្តីនៅពេលដែលសិស្សទាំងអស់ដល់ថ្ងៃចុងបញ្ចប់នឹងចេញមកផ្ទះវិញហើយគេបង្រៀននៅការផ្សាយនៅមេត្តាគឺការផ្សាយនៅកុសលធម៌ការផ្សាយនៅកុសលចេតនាល្អចូលទៅក្នុងពិភពលោកដូច្នេះបើសិនជាយើងព្យាយាមផ្សាយនៅអតោសៈនៅកំហឹងនៅការឧបត្ថម្ភទៅដល់កំហឹងទៅដល់ឲ្យការកើតសង្គ្រាមនោះដូច្នេះវាអាចដែរហើយក្នុងរឿងហ្នឹងនៅពេលដែលយើងពិសោធន៍ធម៌កាន់តែជ្រៅទៅយើងនឹងយល់ច្បាស់អំពីបញ្ហានៃការផ្សាយចិត្តនៃកសែដួងចិត្តគេហៅនិយាយថាក្រខ្សែដួងចិត្តអាត្មាភាពមានតែប៉ុណ្ណេះនឹងសូមជួននាទីទៅបងអ្នកសំណុំស្រួលវិញលោកបងបន្លឿមមានអ្វីជួយបន្ថែមកណាទេសូមនិមន្តបងឡើងចេះខ្ញុំណាគិតចង់ជជែករឿងបាណាតិបាតនេះបន្តិចព្រោះយើងឃើញថាបើយើងទៅតាមទ្រឹស្ដីផលកម្មព្រោះព្រះសម្មាសម្ពុទ្ធជាបរមគ្រូព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីផលកម្មថាកាលណាបើយើងធ្វើអ្វីទៅលើអ្នកដតីជាទង្វើល្អគឺការទទួលបានមកវិញគឺជាទង្វើល្អយើងឧទាហរណ៍ថាយើងញញឹមដាក់គេអញ្ចឹងមិនងើបញញឹមដាក់ចិញ្ចក់ក៏បានដែរចិញ្ចក់ញញឹមដាក់យើងនឹងព្រលឹមវិញជួបអ្នកដតីយើងញញឹមដាក់គេអញ្ចឹងជាទូទៅយើងទទួលបានការញញឹមឬទទួលបានការរាប់អានពីអ្នកដតីវិញហើយចំពោះទង្វើអាក្រក់យើងបៀតបៀនធម្មជាតិឥឡូវនេះយើងនិយាយពីធម្មជាតិមួយម៉ាត់ចុះពាក្យធម្មជាតិកន្លែងនេះចង់សំដៅយកទាំងរុក្ខជាតិទាំងពពួកសត្វអីទាំងអស់រាល់ថ្ងៃមនុស្សទូទាំងពិភពលោកកំពុងតែបៀតបៀនធម្មជាតិរួមទាំងនោះយើងបញ្ចូលទាំងបរិស្ថានទៀតឥឡូវយើងមើលលទ្ធផលរាល់ថ្ងៃយើងទទួលបានមកគឺត្រូវបានធម្មជាតិនឹងកំពុងតែបៀតបៀនយើងវិញឥឡូវមានប្រិយមិត្តយើងធម្មជាតិនឹងកំពុងតែបៀតបៀនយើងវិញឧទាហរណ៍ថាយើងរាល់ថ្ងៃកម្ដៅកើនឡើងយើងថាអញ្ចឹងចុះកម្ដៅកើនឡើងដោយសារអីពួកនឹងណាដឹងថាដោយសារអីអត់ថាកម្ដៅកើនឡើងចឹងចុះការពិតកើនឡើងបាត់ទៅហើយហ្នឹងថាកម្ដៅកំពុងតែកើនឡើងនិងបន្តការកើនឡើងរបស់វាបន្តទៅទៀតរបស់មិនត្រូវណាចង់និយាយចឹងថាកំពុងតែកើនឡើងតើកណាពិតណាថាកើនឡើងមានអ្វីបន្តបងណាចង់សួរថាដឹងហេតុផលហេតុអីបើកម្ដៅកើនឡើងនឹងអត់កណាបើសិនជាយើងរៀនវិទ្យាសាស្ត្រទៅយើងអត់មានលំបាកនៅក្នុងការឆ្លើយនៅសំណួរនេះទេដែលបញ្ហា
ស្រទាប់អូโซនក៏ដូចជាអុកស៊ីហ្សែនដែលត្រូវបានផ្ដល់ឲ្យដើមឈើទៅក្នុងឱកាសទៅក្នុងលំហហ្នឹងវាកំពុងតែបាត់បង់នៅពេលដែលវាបាត់បង់សមត្ថភាពរបស់អុកស៊ីហ្សែនដែលជាស្រទាប់មួយក្នុងការចម្រោះនៅចម្រាញ់នៅកាំរស្មីព្រះអាទិត្យដែលចាស់មកលើផែនដីហ្នឹងកុំឲ្យក្តៅពេកដែលធ្វើឲ្យមនុស្សសត្វហ្នឹងងាយស្រួលក្នុងការរស់នៅវាកំពុងតែធ្លុះធ្លាយក៏ដូចជាស្ដាងទៅនេះគឺជាបញ្ហានៃការឡើងកម្ដៅពិភពលោកណាអរគុណហើយយើងមើលមួយទៀតយើងមើលមួយចំណែកទៀតយើងថាផលផ្ទះកញ្ចក់ចុះដែលយើងបាញ់ចាញ់មកពីពលឺកម្មរស្មីអម្ប្រាកម្មរស្មីក្រហមរបស់ព្រះអាទិត្យហ្នឹងប៉ុន្តែនៅជាទូទៅក្នុងបច្ចុប្បន្នហ្នឹងនៅពេលដែលវិទ្យាសាស្ត្រទំនើបយើងថាវិទ្យាសាស្ត្រទំនើបចុះយើងអត់មានវិធានការណាមួយដែលទប់ស្កាត់ជាក់លាក់ទៅលើវត្ថុធាតុផ្សេងដែលប្រើប្រាស់ឧទាហរណ៍មានចំហេះរោងចក្រចំហេះម៉ាស៊ីនជាដើមឥឡូវយើងទទួលប្រិយមិត្តយើងសិនណាចាំជជែកគ្នាទៀតណាសូមអរគុណបងខ្ញុំបាទសូមជម្រាបសួរឡូសូមជម្រាបសួរសូមក្រាបថ្វាយបង្គំគុណម្ចាស់សម្រាប់បងនៅក្នុងបន្ទប់ផ្សាយគ្រប់ព្រះអង្គកណាជួយខ្ញុំកណានឹងអ៊ំស្រីសូមអនុញ្ញាតស្គាល់ឈ្មោះហើយនឹងការហៅចេញពីណាដែរអ៊ំស្រីខ្ញុំកណានៅខាងស្រុកកណ្ដាលស្ទឹងគុណម្ចាស់ហើយមានឈ្មោះអីដែរមានចម្ងល់នៅក្នុងធម៌បទមួយថាព្រះសទ្ធំជាស្គរជ័យព្រះវិន័យជារៀងធំព្រះសោតជាខ្សែរោមព្រះអភិធម្មជាស្បែកស្ដាស់នៅក្នុងព្រះអភិធម្មនឹងព្រះវិន័យខ្ញុំកណាយល់ប៉ុន្តែនៅក្នុងព្រះសោតខ្ញុំកណាអត់ចូលច្បាស់សោះហើយសួរទៅអមអាចារ្យមួយគាត់ឆ្លើយថានៅក្នុងពិធីបុណ្យទាំងអស់ហ្នឹងគឺព្រះសោតហើយខ្ញុំកណាសួរព្រះសង្ឃមួយអង្គថាចេះជល់កច្រែងកជើអីហ្នឹងជាព្រះសោតបើអញ្ចឹងសូមប្រគុណម្ចាស់បកស្រាយក្នុងព្រះសោតឲ្យខ្ញុំកណាបានយល់ច្បាស់ផងកណាសូមម្ដងទៀតខ្ញុំសួរកន្លែងដែលឆ្ងល់មិញហ្នឹងព្រះសោតប្រៀបធៀបទៅជាស្អីកន្លែងហ្នឹងមកចំនួនទៀតព្រះអង្គម៉ែខ្ញុំកណាឲ្យសួរថាហេតុអីដែលចាញ់បានជាព្រះឈ្នះបានជាមាព្រះអង្គអូសំណួរល្អខ្ញុំកណាសូមប្រកេនពរព្រះអង្គមានបច្ចុប្បន្នយឺនយូរនិងមានសុខភាពល្អសូមឲ្យព្រះអង្គបានទៅជាអគ្គសាវកក្នុងពេលអនាគតសាធុខ្ញុំអីថាសុំកាត់ព្រះអង្គមកប៉ុណ្ណឹងឯងចនាសុំកាត់បន្តិចខ្ញុំឈប់ថ្វាក់ចំណានពលលាខ្ញុំសូមអរគុណអ៊ំស្រីដែលបានខលមកចូលរួមឲ្យបានចោតសួរនៅសំណួរ2សំណួរទី1ហ្នឹងវែងបន្តិចតាក់ទងជាមួយនឹងព្រះសទ្ធំព្រះសូត្រហ្នឹងខ្ញុំកណាគិតថាប្រពន្ធម្ចាស់កត់តន់ហើយអញ្ចឹងខ្ញុំបកណាសូមប្រគេនសំណួរនេះទៅប្រពន្ធម្ចាស់វត្តធម្មសេញវុធីប្រពន្ធម្ចាស់សូមនិមន្តសូមអរគុណចំពោះបញ្ហាដែលញោមស្រីខំមកខាងស្រុកកណ្ដាលស្ទឹងដែលអាត្មាចាំនៅសម្លេងញោមបានគឺញោមចូលញឹកញាប់ណាស់នៅក្នុងបញ្ហាការសួរធម៌ក្នុងកម្មវិធីផលប្រយោជន៍នៃពធដែលថ្ងៃនេះមកមានទៅដល់3សំណួរដែលសំណួរទី1ញោមស្រីសួរថាព្រះសទ្ធំជាស្គរព្រះសទ្ធំជាស្គរជ័យព្រះវិន័យជាខ្ញុំកណាដូចជាកត់មិនតាន់ដែរបងអ្នកសំណួរសួរអាត្មាកត់អត់តាន់ដែរហ្នឹងព្រោះលឿនពេកហើយណាមួយធម៌បត់ហ្នឹងដូចជាមិនសូវជាយកចិត្តទុកដាក់តែប៉ុន្មានដែរព្រោះគិតថាធម៌បត់គ្រាន់តែសូត្រឲ្យព្រោះមាត់មែនទេទៀតមិនសូត្រឲ្យព្រោះទេជាការប្រៀបធៀបឧទាហរណ៍ដូចជាស្អីមិញគាត់បានអីរៀនគាត់បានអីមើលមើលព្រះសទ្ធំជាស្គរជ័យណាព្រះសទ្ធំជាស្គរជ័យជាដំបងទូងអីណាគេនោះប៉ុន្តែចង់មានន័យថាដូចជាស្គរជ័យហើយនឹងដំបងយើងប្រៀបធៀបព្រះមិនព្រះធម៌ទេចាំណាយល់ចង់និយាយថាពេលដែលយើងទូងគឺយើងប្រកាសអញ្ចឹងយើងប្រកាសព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងប្រកាសដាស់តឿនរបស់សត្វទាំងអស់ប្រកាសប្រាប់ថាឥឡូវហ្នឹងបើសិនណាសត្វតនិកទាំងអស់ដែលចង់រួចចាញ់ចាក់ទុកបានលេងវិលវល់ក្នុងវដ្តសង្សារហ្នឹងអាចលឺស្គរនឹងដាស់បានអញ្ចឹងបានខ្ញុំណានឹងចេះតែទៀមទាកាត់ញោមមិញហ្នឹងដោយសារគាត់សំណួរកន្លែងហ្នឹងមិនទាន់អញ្ចឹងសូមអភ័យទោសពីញោមផងគាត់អត់ទាន់មែនមិញហើយព្យាយាមកាត់ពីរដងប៉ុន្តែញោមទទួលវាអាត្មាអត់បានណាកណាសូមអរគុណបងកណាក៏យល់ចឹងដែរនៅក្នុងបញ្ហាធម៌បត់នៃការសូត្រនៅក្នុងប្រទេសកម្ពុជាយើងតែងតែបង្កប់នៅភាសាប្រិយមិត្តយើងខចូលសូមលើកគាត់តែម្ដង
ខ្ញុំកាលណាសូមជំរាបសួរ ឡូវខ្ញុំសម្រាប់សួរលោកពូ បាទអ៊ំស្រីអញ្ជើញសំណួរទី1ម្ដងទៀត បាត់មិញនឹងសំណួរថាព្រះសទ្ធំជាស្គរជ័យព្រះវិន័យជារៀងធំព្រះសោតជាខ្សែរំព្រះអភិធម្មជាស្បែកដាស់ខ្ញុំកាលណាអត់យល់ត្រង់ថាព្រះសោតជាខ្សែរំហើយបើខ្ញុំកាលណាសួរលោកអាចារ្យថាព្រះសោតហ្នឹងយ៉ាងម៉េចគាត់ថានៅក្នុងពិធីបុណ្យទាំងមូលហ្នឹងគឺព្រះសោតហើយនឹងសួរប្រសាមួយអង្គទៀតលោកថាចេះមិនជល់កជើកច្រៃល្អីហ្នឹងជាប្រសោតបើអញ្ចឹងខ្ញុំថាយល់ក្នុងព្រះសោតហ្នឹងព្រះអង្គអញ្ចឹងសូមព្រះអង្គបកស្រាយពីព្រះសោតហ្នឹងកណា អញ្ចឹងខ្ញុំសូមអរគុណអ៊ំស្រីខ្ញុំយល់ច្បាស់អំពីសំណួរហ្នឹងហើយសូមជម្រាបលាអញ្ចឹងខ្ញុំប្រកាសណាកត់សំណួរគាត់តន់ហើយមិញហ្នឹងគាត់ចង់សួរតាក់ទងជាមួយនឹងគាត់បានមានប្រសាសន៍ថាព្រះសទ្ធំជាស្គរជ័យព្រះវិន័យជារាងធំព្រះសូត្រជាខ្សែរុំចំណែកឯព្រះអភិធម្មជាស្បែកដាស់អញ្ចឹងគាត់មានចម្ងល់ត្រង់កន្លែងព្រះសូត្រជាខ្សែរុំតើកន្លែងហ្នឹងមានន័យថាយ៉ាងម៉េចដែរអញ្ចឹងសូមប្រគេនទៅគុណចាស់ខំមិនលឿមគុណចាស់សូមនិមន្ត អរគុណអាត្មាសូមបញ្ជាក់ម្ដងទៀតតកតងទៅនឹងធម៌បត់ឬក៏ធម៌នមស្ការមានធម៌មួយចំនួនគឺត្រូវបានចងក្រងដោយអ្នកប្រាជ្ញយើងណាត្រូវបានចងក្រងដោយខ្មែរយើងណាមិនមែនដោយព្រះផ្ទាល់ទេណាហើយដោយសារការយល់បនគាត់គាត់ចង់ធ្វើការប្រៀបធៀបយោន័យទៅលើនៃធម៌នីមួយៗហ្នឹងអញ្ចឹងគាត់ប្រៀបធៀបណាឲ្យដូចហ្នឹងតែបើសិនណាយើងចង់បកស្រាយឲ្យចំតើទៅសួរគាត់អ្នកសេនោះតើគាត់ចង់មានន័យថាម៉េចឧទាហរណ៍ថានិយាយមកបត់ថានិយាយមកមួយឃ្លាថាបត់ចម្រៀងរបស់គង់មុនឈឿនដែលគាត់ទៅសេឲ្យតាស៊ីនស្មូតច្រៀងអីអញ្ចឹងជាដើមថាឧទាហរណ៍ថាព្រែកឯកនៅឆ្ងាយដាច់អាឡ័យអីអញ្ចឹងទៅហើយនៃបានគាត់យើងយកមកជជែករាល់ថ្ងៃរាល់ខែរាល់ឆ្នាំអត់ចេះចប់ដែរដោយសារអីគាត់អ្នកសេគាត់អ្នកយល់ពីអត្តន័យហ្នឹងប៉ុន្តែក្នុងន័យនេះគឺព្រះសូត្រជាព្រះសទ្ធំជាស្គរជ័យព្រះវិន័យជារាងធំព្រះសូត្រជាខ្សែរុំចំណែកឯព្រះអភិធម្មជាស្បែកដាស់ចា៎ បងណាដូចជាមិនយល់ដែរកន្លែងហ្នឹងតែបងអាចយល់យ៉ាងម៉េចនោះ កណាយល់ថានៅក្នុងហ្នឹងគឺអ្នកប្រាជ្ញយើងប្រៀបធៀបព្រះធម៌របស់ព្រះសាសនាសម្ពុទ្ធដូចជាស្គរមួយដ៏ធំអញ្ចឹងណាលោកបង ណែធម៌អូខេ ស្គរមួយដ៏ធំអញ្ចឹងស្គរដែលយើងមើលជារឿងទូទៅគឺមានធំហើយដើម្បីឲ្យវាយលឺវាត្រូវការដំបងគេប្រៀបដូចជាព្រះវិន័យដល់ពេលព្រះសូត្រដែលគេជាខ្សែរុំហ្នឹងប្រហែលជាខ្សែរុំស្គរហ្នឹងខ្សែរុំស្គរនោះឲ្យវាជាប់នៅជើងតម្រដល់ពេលព្រះអភិធម្មជាស្បែកដាស់ហ្នឹងគឺសំដៅលើស្បែកស្គរនោះ ប៉ុន្តែយើងយកន័យមកប្រៀបធៀបមិនឥឡូវនេះប្រៀបធៀបមិនជាមួយព្រះធម៌នេះជាមួយព្រះសូត្រនេះព្រោះបើយើងប្រៀបវិន័យថាជាខ្សែរុំឧទាហរណ៍ព្រះវិន័យជាខ្សែរុំវិញបានន័យថាវិន័យគឺព្រះសម្មាសម្ពុទ្ធមិនធម៌ព្រះអង្គត្រាស់ដឹងទេវិន័យហ្នឹងគឺជាច្បាប់នៅពេលដែលភិក្ខុសាមណេរទាំងឡាយនៅក្នុងសម័យពុទ្ធកាលហ្នឹងធ្វើខុសគេចាប់ផ្ដើមសរសេរតាមហ្នឹងថាអូបុគ្គលមួយនឹងធ្វើអញ្ចឹងខុសហើយមានការតេះដៀលពីប្រជាពលរដ្ឋពីពុទ្ធបរិស័ទច្រើនអញ្ចឹងទៅព្រះសម្មាសម្ពុទ្ធបញ្ញត្តិថាមិនអនុញ្ញាតឲ្យភិក្ខុឬសាមណេរធ្វើទង្វើនឹងទៀតទេអានឹងវិន័យហើយវិន័យបើថាប្រៀបទៅខ្សែវិញគួរតែចងអញ្ចឹងហ្មងព្រោះវិន័យនឹងចងអញ្ចឹងហ្មងវិនយៈទេណាកណាចំពោះនេះខ្ញុំកណាក៏យល់ដូចជារបងដែរដែលថាយើងមិនអាចនៅរកចម្លើយពិតដល់ប្រកបដល់សក្រិតមួយថារឿងហ្នឹងថាបញ្ហានៃបទសូត្រហ្នឹងមានអត្ថន័យអញ្ចេះបានន័យយ៉ាងនេះមានសេចក្តីយ៉ាងនោះព្រោះអីព្រោះម្ចាស់ដើមនៃការតែងបទនេះមិនបានធ្វើអត្ថាធិប្បាយដោយខ្លួនឯងដូច្នេះទោះបីជាខ្ញុំកណាទាំងពីរព្រះអង្គព្យាយាមបកស្រាយប៉ុណ្ណាក៏វាស្ថិតនៅក្នុងចំណោមនៃការផ្សេងអំពីម្ចាស់ដែលគេចងដូច្នេះបញ្ហានេះខ្ញុំកណាសូមលើកទុកមួយអន្លើសិនលោកបងដើម្បីយើងទៅព្យាយាមរកនៅចម្លើយឬក៏រកនៅម្ចាស់អ្នកនិពន្ធជាដើមដើម្បីថាតើគាត់ចង់មានន័យនឹងអត្ថន័យយ៉ាងដូចម្ដេចយើងជជែកវិញ្ញាទៅលើសំណួររបស់គាត់មួយទៀតដែលជាសំណួរល្អដែលជាគតិនៅក្នុងខ្មែរយើងប្រើរាល់ថ្ងៃនោះចាញ់បានជាព្រះឈ្នះបានជាមាតើលបងយកយ៉ាងដូចម្ដេចចំពោះចាញ់បានជាព្រះឈ្នះបានជាមាចំពោះខ្ញុំកណាសំណួរនេះខ្ញុំកណា
មិនដឹងជាថាកតិមួយហ្នឹងគេចង់ឲ្យមនុស្សទៅជាយ៉ាងណានោះទេប៉ុន្តែបើសិនជាយើងមើលទៅដល់ដំណើររបស់ព្រះសម្មាសម្ពុទ្ធដំណើររបស់ព្រះសម្មាសម្ពុទ្ធនៅពេលដែលព្រះអង្គបានត្រាស់ដឹងជាព្រះពុទ្ធបានត្រាស់ដឹងដោយប្រពៃនៅសัพពញ្ញុតញ្ញាណព្រះអង្គឈ្នះនៅកិលេសដោយខ្លួនឯងទៅទៀតណោះហើយមនុស្សដែលឈ្នះនៅខ្លួនឯងថាតើមនុស្សចាញ់នរណាថាតើព្រះពុទ្ធចាញ់នរណាបានទៅជាព្រះហ្នឹងទេបើតាមខ្ញុំកណាយល់ថាព្រះអង្គឈ្នះកិលេសហើយមនុស្សយើងទោះបីអ្នកប្រាជ្ញផ្សេងទាំងអស់គេតែងតែលើកសរសើរថាការស្គាល់នៅខ្លួនឯងការយកឈ្នះនៅខ្លួនឯងគឺជារឿងដ៏សរសើរគឺជារឿងដ៏ប្រពៃហើយចុះបើព្រះសម្មាសម្ពុទ្ធឈ្នះខ្លួនឯងលបងយល់ថាព្រះអង្គទៅចាញ់ណាគេទៀតទេ ចេះរៀនកន្លែងនេះខ្ញុំណាយល់អត្តន័យគេប្រើក្នុងភាសាខ្មែរយើងណាគេថាចាញ់បានព្រះឈ្នះបានតែមីអញ្ចឹងសុខចិត្តធ្វើចាញ់ចុះទោះឲ្យអ្នកឈ្នះនឹងទៅបាក់ពួកខាងមីបាទអ្នកដែលចាញ់នឹងចូលបាក់ព្រះហើយអ្នកដែលឈ្នះនឹងចូលបាក់មីនឹងពាក្យនឹងមានន័យថាអញ្ចឹងប៉ុន្តែបើយើងយកពាក្យនឹងមកវិញ្ញាឥឡូវហ្នឹងសង្គមបច្ចុប្បន្នហ្នឹងមានន័យថាមនុស្សល្អទាំងអស់នឹងកំពុងតែឈរមើលមនុស្សអាក្រក់ធ្វើអាក្រក់ហ្នឹងហ្មងនឹងមានន័យថាអញ្ចឹងសុខចិត្តឲ្យគេធ្វើអាក្រក់ឧទាហរណ៍យើងនិយាយថាអ្នករក្សាសិលហើយអ្នកអត់សិលអញ្ចឹងទៅថាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាអ្នកដែលមានសិលឬអ្នកដែលយល់ច្បាស់វិបស្សនាយល់ច្បាស់ធម៌របស់ព្រះសម្មាសម្ពុទ្ធរស់នៅតែមួយថ្ងៃប្រសើរជាងអ្នកដែលរស់ហើយអត់សិលជាង100ឆ្នាំមកអញ្ចឹងមើលយើងគិតមើលអញ្ចឹងនៅពេលអ្នកនោះអត់សិលអ្នកនោះអត់យល់ធម៌អត់ប្រតិបត្តិធម៌បានន័យថាកំពុងតែរស់ពេញ100ឆ្នាំហើយធ្វើទង្វើអាក្រក់ដាក់ពិភពលោកនឹងហ្មងកាលណាបើធ្វើទង្វើដាក់អាក្រក់ពិភពលោកយើងដែលរស់នៅជាមួយគ្នាដែលជាកសិការបស់សង្គមដែរនេះជាកសិការបស់ភពផែនដីដែរនេះគឺយើងកំពុងតែឈរមើលសុភាវៈអាក្រក់ធ្វើអាក្រក់ហើយយើងក៏រួមចំណែកខុសដែរពេលហ្នឹងនឹងអាកន្លែងហ្នឹងអញ្ចឹងនៅពេលឃើញយើងថាអូឥឡូវទៅអស់នោះធ្វើអាក្រក់ធ្វើទៅឲ្យបានតែមានទៅហើយយើងសុខចិត្តយកមកខាងព្រះទៅចាញ់ទៅនឹងភាសាហ្នឹងមានន័យអញ្ចឹងបងកណាយល់ថាអាចារ្យបានជាព្រះឈ្នះជាមីហ្នឹងឧទាហរណ៍ថាមនុស្សចាញ់ណាឧទាហរណ៍គាត់ធ្វើចាញ់ឯងបានជាព្រះអីចាញ់គេដេកជេរគេចង្ងប់ហ្នឹងលបងហើយព្រះចាញ់គេជេរអញ្ចឹងគេក្តៅកាហាយហ្នឹងគាត់បានទៅជាព្រះទៅអីហ្នឹងខ្ញុំបានណាថាខ្មែរយើងកំពុងតែប្រើពាក្យយល់ច្រឡំពាក្យថាចាញ់បានន័យយើងសុខចិត្តណានេះទៅខឹងគេដេកសងំអញធ្វើចាញ់មិនចាញ់ទេធ្វើចាញ់វិញនេះប្រើពាក្យខុសកន្លែងហ្នឹងហ្នឹងកណាយល់ថាហ្នឹងហើយដូចជាកណាបានបកស្រាយពីខាងដើមព្រះសម្មាសម្ពុទ្ធនៅពេលដែលព្រះអង្គយកឈ្នះនៅខ្លួនឯងយកឈ្នះនៅកិលេសទាំងអស់នៅអសវៈទាំងអស់មនុស្សដែលឈ្នះខ្លួនឯងញាតិញោមសាកមើលថាតើអាចនឹងចាញ់នរណាបានហើយនៅពេលដែលឧទាហរណ៍ថាអូបើសិនជាព្រះសម្មាសម្ពុទ្ធឈ្នះនៅកិលេសខ្លួនឯងមិនអាចនឹងនរណាយកឈ្នះបានអញ្ចឹងអូនណាកាត់កន្លែងនេះពិបាកបញ្យល់បំផុតកន្លែងហ្នឹងព្រោះខ្ញុំណាធ្លាប់សាកគិតហើយសាកបញ្យល់ច្រើននេះហើយព្រោះអ្នកដែលស្ដាប់ហ្នឹងមិនដឹងថាមិនហៅតែឈ្នះខ្លួនឯងនេះដល់ពេលអត់ឈ្នះខ្លួនឯងដូចយើងធ្លាប់និយាយថាបុគ្គលម្នាក់ឮតែគេនិយាយពីផ្លែប៉ោមហើយមានអ្នកផ្សេងទៀតក៏ធ្លាប់ហូបប៉ោមហើយគាត់មកព្យាយាមបញ្យល់ថាណែប៉ោមមានរសជាតិអញ្ចឹងអាម្នាក់ដែលមិនដែលធ្លាប់ឮនោះចាសួរមើលរសជាតិមិនដូចក្រូចថាមិនមែនទេហើយដូចស្អីដូចទុរេនក៏មិនមែនដែរដូចខ្នុរថាមិនមែនទេប៉ុន្តែគាត់នឹងចេះចង់ព្យាយាមដឹងអំពីរសជាតិនៃប៉ោមហ្នឹងដូចអ្នកដែលរៀននៅបឋមសិក្សាអញ្ចឹងលោកគ្រូអ្នកគ្រូតែងប្រាប់ថាឥឡូវលេខដែលតូចជាងមិនអាចដកលេខធំជាងបានទេបើប្អូនឯងចង់ដកកូនឯងចង់ដកយកអាលេខធំដាក់ទៅលើឲ្យដកបានហើយប៉ុន្តែនៅពេលយើងរៀនដល់អនុវិទ្យាល័យយើងមានរូបមន្តមួយហៅថាលរ៉ាទីសនោះគឺយើងអាចយកលេខតូចដកលេខធំបានប៉ុន្តែពេលហ្នឹងយើងយកអាក្បួនហ្នឹងទៅនិយាយប្រាប់ពួកប្អូនដែលរៀននៅបឋមហ្នឹងវាអត់ជឿយើងទេព្រោះវាមិនដែលធ្លាប់ជួបអារូបមន្តហ្នឹងមែនទេតែបើគ្រូឯងនិយាយគឺអាចជឿដោយសារនោះជាគ្រូយើងបានថាអ្វីដែលយើងពលត្រូវឬអ្វីដែលបុគ្គលណាមួយពលត្រូវយកទៅនិយាយប្រាប់អ្នកដែលពលត្រូវវាបាក់ណានៅពេលថាទើលឯងឈ្នះអត់ហៅខន្តីយដល់ខន្តីគេថាហើយកុំអញខន្តីតន់ឲ្យចូលក្រោះសេឈាមមុខបាត់ហើយអត់ហៅអញ្ចឹងមានន័យថាអានឹងខន្តីថៃនោះខន្តីវេទីរបស់នោះទៅនៅក្នុងចិត្តនេះទេវាមាននៅដៃជើងណាប៉ុនឯងនេះខន្តីបានទៅដេកក្តៅកាហាយចិត្តស្នឹងអីហ្នឹងនឹងបានខ្ញុំណាគិតថាការប្រើប្រាស់ពាក្យភាសាខ្មែរយើងនៅនឹងមានការយល់ច្រឡំជាច្រើនហ្នឹងឥឡូវបងមានអីយល់យ៉ាងម៉េចទៀតណាកណាដូចជាគិតដូចជាលោកបងដែរដែលថាបញ្ហាទី1ដែលពិបាកយល់និងពិបាកបញ្យល់ទៅដល់ពុទ្ធបរិស័ទនោះគឺបញ្ហាការឈ្នះនៅកិលេសខ្លួនឯងព្រោះអីការឈ្នះនៅកិលេសខ្លួនឯងនេះវាជារឿងដែលយ៉ាប់ហើយមនុស្សបទុជនពិបាកនឹងយល់បានព្រោះប្រកាន់តែអញហើយអ
ត់ស្គាល់ថាអញនេះមកពីណា ហ្នឹងហើយ អត់ស្គាល់ថាអញនេះគុំឡើងដោយធម៌អ្វីនឹងកើតឡើងសម្រាប់ធ្វើអ្វី ព្រោះចេះបងប្រុសគេមើលឃើញអញមើលឃើញអញនៅពេលមួយដែលអ្នកទាំងអស់គ្នាបានភ្លក់តែប៉មមួយម៉ាត់ទៅលេងមកសួរយើងហ្មងលេងមកសួរថាអូកណាលេងចង់ដឹងថាប៉មរសជាតិមិនហើយឥឡូវដឹងណាដឹងមែនប៉មវាអញ្ចឹងអនតាអញហ្នឹងណាអនពាក្យថាអញហ្នឹងនៅពេលមនុស្សនៅតែមើលឃើញនៅតែមើលឃើញថាអាខ្លួនប្រាណរបស់មនុស្សមិនដាច់ពីគ្នានៅតែយល់ថាអញហ្នឹងរាល់ថ្ងៃបើយើងនិយាយប្រាប់កន្លែងហ្នឹងទៅពួកបងប្អូនអ្នកសិក្សាជាទូទៅពិបាកស្ដាប់បន្តិចប៉ុន្តែបើយើងនិយាយប្រៀបធៀបអញ្ចេះយើងប្រៀបធៀបថានេះតុមួយដែលយើងកំពុងតែអង្គុយនៅពីមុខហ្នឹងវាអត់មានតាណាដែលហៅថាតុទេវិទ្យាសាស្ត្រអាចនិយាយពាក្យហ្នឹងបានដែរដោយសារគេមានអតិសុខុមទស្សន៍ហ្នឹងគេយកមកឆ្លោះមកដល់តុហ្នឹងវាដាច់ដោយឡែកពីគ្នាគឺមានតែកូនអាតូមកូនមូលេគុលឯងវាមានចលនាអាតូមដាច់ដោយឡែកពីគ្នាអត់មានទេយ៉ាងណាមិញអញរបស់មនុស្សដែលកំពុងតែយល់នឹងវិញចឹងដូចគ្នានៅពេលដែលយើងធ្វើវិបស្សនាពលត្រៅកន្លែងហ្នឹងយើងមើលដៃយើងអត់មានទេមើលតិចមើលខ្លួនប្រាណយើងអត់មានទេពេលហ្នឹងហើយដែលព្រះអង្គសម្ដែងថាអនត្តាហ្នឹងវាអត់មានអញអត់មានការប្រកាន់ថាអញអត់មានអញតាណាបើដាច់ដោយឡែកពីគ្នាសំបីតុមួយយើងរកមិនឃើញផងយើងឃើញនៅកូនអាតូមហ្នឹងដល់ពេលខ្លួនយើងឃើញនៅកូនកលាបៈដូចគ្នាបង ណាយើងកាន់តែចេះវិញ្ញាណកាន់តែចូលជ្រៅទៅដល់ការបដិបត្តិធម៌ដែលលោកបងនិយាយទៅដល់ការមើលឃើញរូបរាងកាយនេះគឺវារលាយចូលគ្នាដែលចំណុចហ្នឹងអ្នកចម្រើនកម្មដ្ឋានទាំងអស់អ្នកធ្វើវិបស្សនាកម្មដ្ឋានដ៏ត្រឹមត្រូវតាមបច្ចេកទេសរបស់ព្រះសម្មាសម្ពុទ្ធដែលគេដល់ដំណាក់មួយគឺដំណាក់នៃភង្គៈនឹងហើយគឺដល់ដំណាក់នៃការភង្គៈតើសាប្រិយមិត្តខចូលហើយសូមទទួលគាត់តែម្ដង ខ្ញុំកាលណាខ្ញុំបាទសូមជំរាបសួរអូដល់គាត់ដាច់ទៅវិញហើយអញ្ចឹងខ្ញុំកាលណាសូមអរគុណច្រើនគុណចាស់ហើយខ្ញុំកាលណាសូមបញ្ចេញនៅទស្សនៈខ្លះដែរតាក់ទងជាមួយនឹងកតិខ្មែរយើងដែរគាត់តែងតែមានតែនិយាយតគ្នាមកថាចាញ់បានជាព្រះឈ្នះបានជាមាខ្ញុំកាលណាមិនហ៊ានអាកាត់ថាកតិនេះខុសឆ្គងនៅក្នុងការអនុវត្តនៅក្នុងជីវិតរបស់យើងសពថ្ងៃទេប៉ុន្តែខ្ញុំកណាយល់ថាជួនកាលប្រជាពលរដ្ឋខ្មែរខ្លះគាត់តែងតែយកកតិនេះធ្វើជាលេសនៅក្នុងការដោះស្រាយបញ្ហារបស់គាត់តល់ច្រកជួនកាលគាត់ព្យាយាមហើយគាត់ព្យាយាមអស់ពីលទ្ធភាពហើយប៉ុន្តែគាត់នៅតែមិនទាន់ឈ្នះគេកើតនៅពេលស្ថានភាពបែបហ្នឹងមកដល់គាត់ដាក់ពាក្យនឹងពីមុខតែម្ដងគាត់ថាណាហើយឲ្យអ្នកឈ្នះចោះពីព្រោះព្រះពុទ្ធសម្ដែងថាចាញ់បានជាព្រះឈ្នះបានជាមាអញ្ចឹងអ្នកឯងឈ្នះអ្នកឯងទៅជាមាទៅខ្ញុំដែលចាញ់នេះមកក្រុមព្រះអញ្ចឹងខ្ញុំប្រកាសណាគិតថាបញ្ហានេះជាផ្លូវតល់ច្រករបស់គាត់អញ្ចឹងតើលបងទាំងពីរព្រះអង្គមានចំណាប់អារម្មណ៍យ៉ាងណាដែរកាលណាសូមនិមន្តបងបងអ្នកសំឡេងស្រួលចេញមតិយោបល់ក្នុងកតិមួយនេះវាមួយយ៉ាងដែរហើយយើងពិចារណាទៅវាមានហេតុផលសមរម្យដែរព្រោះអីព្រោះកាលណាបើសិនជាមនុស្សមិនអាចរកនៅមធ្យោបាយឬក៏ខ្លួនឯងអន់ជាងគេជាដើមហើយក៏ពោលនឹងពាក្យថាអូឈ្នះទៅបានជាមាទៅអាមាទៅតើឆ្ងាយទៅអញជាព្រះជាព្រះនិយាយជេរគេបដ ாய் អញ្ចឹងចំពោះកតិមួយនេះខ្ញុំកណាគួរថាឲ្យយោបល់ថាបើសិនជាលឺកាន់តែតិចកាន់តែល្អវាបញ្ហាទេបងណាបញ្ហាត្រង់ថាយើងប្រើឲ្យដោយសារពាក្យហ្នឹងជាពាក្យបុរាណបើយើងថាខុសគេថាយើងនឹងចេះចុះទៀតហើយដោយព្រះសម្មាសម្ពុទ្ធមិនត្រឹមតែព្រះអង្គឈ្នះកន្លែងឲ្យព្រះអង្គប្រើពាក្យតែឈ្នះប៉ុណ្ណឹងទេសូម្បីតែពេលជួបអង្គលីមាហ្នឹងជួបអង្គលីមាពេលអង្គលីមាដាច់មិនទាន់ហ្នឹងចេះអាស្រ័យថាសមណៈគោតមអ្នកឈប់សិនថាយើងឈប់យូរហើយណែយើងឈប់យូរហើយបើសិនណាពាក្យនឹងព្រះអង្គមិនបានបកស្រាយងាប់មកដល់ថ្ងៃហ្នឹងមិនដឹងជាប្រជាពលរដ្ឋខ្មែរយើងនឹងយកច្រឡំមកប៉ុណ្ណាផងឈប់ស្អីបើនៅតាមមិនទាន់ណែយើងឈប់នៅតែថាគាត់ឈប់ធ្វើទង្វើអាក្រក់ណាណែព្រះអង្គកន្លែងហ្នឹងឈប់ធ្វើទង្វើអាក្រក់ទាំងឡាយទាំងពួងណែគឺដូចគ្នាព្រះអង្គនឹងទៅរឿងអីព្រះអង្គទាមទារឈ្នះព្រះអង្គឈ្នះនៅណាមានតែឈ្នះមួយយ៉ាងគឺឈ្នះកលេសឈ្នះអញហ្នឹងព្រះអង្គអត់មានជាប់ជំពាក់កន្លែងហ្នឹងទេនឹងហើយដែលជាបញ្ហាយើងឥឡូវយើងឧទាហរណ៍ពាក្យមួយចំនួនដែលយើងឧស្សាហ៍និយមប្រើខ្មែរយើងមកឥឡូវទៅមើលពាក្យមកពាក្យដូចជាថាយើងថាចូលស្ទឹងតាមបត់អីជាដើមអញ្ចឹងណាចូលស្ទឹងតាមបត់អីចូលស្រុកតាមទេសបើសិនណាយើងយកមកវិញឥឡូវមិនបាច់ថាពាក្យហ្នឹងទេវាច្រើនតិចយកពាក្យថាទំពាំងស្នងរស័យមកឥឡូវបងយល់មិនពាក្យថាទំពាំងស្នងរស័យកណាដូចជាមិនតន់ចង់ចេញឆ្ងាយអំពីពាក្យថាចាញ់បានជាព្រះឈ្នះបានជាមាទេបងទេអានេះគ្រាន់តែចង់ប្រៀបធៀបយើងគ្រាន់ប្រៀបធៀបពាក្យមួយទៀត
អត់ទៅហត់តំពាំងស្នងសរសៃចង់មានន័យថាម៉េចបើខ្ញុំណាចង់បកស្រាយថាគ្រួសារមួយនឹងមិនដែលធ្លាប់រៀនសូត្រទេអញ្ចឹងបើសិនណាកូនណាមួយហ៊ានរៀនសូត្រវាលេងស្នងសរសៃមែនទេអញ្ចឹងក៏យើងអាចនិយាយបានដែរវានិយាយបានដែរដោយសារពាក្យបុរាណយើងប្រើជាច្រើនដែលយើងអត់បានរកពីចំណុចវិជ្ជមានយើងឃើញនៅចំណុចវិជ្ជមានដល់ពេលជួនកាលអ្នកខ្លះស្ដាប់ទៅមានការភ័ន្តព្រៀងឥឡូវតោះចូលមកខាងនេះវិញចូលខាងឈ្នះបានជាមាចាញ់ជាព្រះតើបងអូនតា កណាដើម្បីប្រមូលនិងសរុបសេចក្តីមកឲ្យញោមស្រីគាត់ងាយស្ដាប់បានគាត់ងាយយល់ញោមត្រូវដឹងថាព្រះសម្មាសម្ពុទ្ធនៅពេលដែលព្រះអង្គឈ្នះនៅកិលេសនៅអាសវៈទាំងផងទាំងឡាយហើយព្រះអង្គមិនប្រែត្រឡប់ជាចាញ់វិញទេអញ្ចឹងយើងនិយាយថាចាញ់បានជាព្រះឈ្នះបានជាមាវាហាក់បីដូចជាឆ្ងាយអំពីមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធព្រោះអីបើសិនជាព្រះអង្គមិនឈ្នះនៅកិលេសរបស់ព្រះអង្គទេក៏ព្រះអង្គមិនបានទៅជាព្រះអញ្ចឹងដើម្បីបានទៅជាព្រះលុះត្រាតែយើងឈ្នះនៅកិលេសឈ្នះនៅអាសវៈឈ្នះនៅអកុសលផងទាំងឡាយទើបយើងបានទៅជាព្រះហើយចោះហេតុអីបានជាសិនជាយើងថាចាញ់បានទៅជាព្រះទៅវិញអញ្ចឹងដើម្បីបានទៅជាព្រះញាតិញោមគួរតែបដិបត្តិដើម្បីឲ្យចាញ់កិលេសអូកិលេសទាញយើងឲ្យខឹងខ្ញុំខឹងតាមកិលេសអូកិលេសទាញយើងឲ្យលោភលន់អូខ្ញុំលោភលន់តាមកិលេសអូកិលេសទាញយើងឲ្យបៀតបៀនបំពេញចាប់រំលោភគេអូខ្ញុំបៀតបៀនបំពេញចាប់រំលោភគេដើម្បីឲ្យខ្ញុំបានទៅជាព្រះទេបើសិនជាញាតិញោមស្គាល់អំពីព្រះសម្មាសម្ពុទ្ធបានច្បាស់ញាតិញោមនឹងចេះអាកាត់ទៅលើពាក្យមួយនេះដល់ខ្លួនឯងបើសិនជាញោមចង់បានទៅជាព្រះញោមត្រូវតែឈ្នះគឺឈ្នះទៅលើអ្វីគឺឈ្នះទៅលើកិលេសទៅលើសេចក្តីសៅហ្មងរបស់ចិត្តដោយធ្វើនៅការបដិបត្តិវិបស្សនាកម្មដ្ឋានដើម្បីលាងជម្រះនៅចិត្តដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់មាគ៌ា3ជាពាក្យបណ្ដាំរបស់ព្រះសម្មាសម្ពុទ្ធទាំងឡាយនោះសពបបស្សៈអករណੰកុសលសោសម្បទាសច្ចតៈបរិយោតបណੰគឺការលាងសម្អាតចិត្តនឹងហើយការលាងសម្អាតចិត្តនឹងហើយធ្វើឲ្យយើងឈ្នះនៅកិលេសដែលដេកត្រាំសំងំនៅក្នុងចិត្តនៅក្នុងភវង្គចិត្តនៅក្នុងចិត្តថ្នាក់ទីជម្រៅឯណោះនៅពេលដែលយើងឈ្នះវាហើយនៅពេលដែលយើងលាងជម្រះវាហើយនៅពេលដែលយើងបោសសម្អាតវាហើយយើងបានទៅជាព្រះហើយយ៉ាងហោចណាស់ក៏បានទៅជាអរិយបុគ្គលថ្នាក់ទី1គឺសោតាបានដែរហើយចាប់បើសិនជាយើងប្រកាន់យកពាក្យមួយដែលខ្មែរយើងប្រើសប្តាហ៍ថ្ងៃចាញ់បានទៅជាព្រះអញ្ចឹងយើងចាញ់កិលេសរហូតការបានទៅជាព្រះព្រោះព្រះហ្នឹងជាអ្នកដែលប្រសើរឈ្មោះថាព្រះគឺជាអ្នកដែលប្រសើរដែលអីគឺប្រសើរដែលយកឈ្នះនៅកិលេសនឹងឯងចំណែកឈ្នះបានទៅជាមាពាក្យហ្នឹងដែលថានិយាយខាងដើមឈ្នះបានទៅជាព្រះខ្ញុំណាស់នៅពេលដែលយើងឈ្នះនៅកិលេសយើងហើយគឺបានទៅជាព្រះមិនមែនឈ្នះកិលេសហើយបានទៅជាមាទេមិនមែនទេញោមណាអញ្ចឹងចាញ់ទេទៅបានទៅជាមាចាញ់ទេតែធ្លាក់ខ្លួនទៅជាកញ្ចេះនៃតណ្ហារបស់យើងបើសិនជាយើងចាញ់នៅកិលេសចាញ់នៅតណ្ហាគឺយើងធ្លាក់ទៅជាកញ្ចេះគេហើយធ្លាក់គឺកញ្ចេះនៃតណ្ហាហើយដោយសារពេលវេលាយើងខ្លីថាតើលបងបន្លឿមមានអ្វីបន្ថែមអត់ជួយបំពេញនៅក្នុងនេះដើម្បីបញ្ចប់នៅកម្មវិធីរបស់យើងលបងណាសូមអរគុណណាដូចអត់មានអីបន្ថែមដែរដោយសារយើងធ្វើការជជែកចំណុចកន្លែងហ្នឹងច្រើនដែរយើងមើលកន្លែងព្រះអង្គប្រើពាក្យខន្តីអីហ្នឹងអកថេអ្នកចនេកធៀងព្រះពុទ្ធត្រង់តាំងព្រះធម៌ទេសនាឲ្យឈ្នះក្រោតក្រដោយឈ្នះក្រោតដោយក្តីមេត្តាឈ្នះក្រោតដូចស្យាដោយការមិនក្រោតណែពេលនឹងឈ្នះអីនោះឈ្នះអីនោះឈ្នះអញទៀតឈ្នះកលេសខ្លួនឯងនឹងឈ្នះការខឹងដោយការមិនខឹងបើសិនណាយើងចង់ឈ្នះអ្នកខឹងហើយទៅដេកខឹងនឹងមិនហៅតែឈ្នះទៅហើយមិនទៅហៅចាញ់ជាព្រះឈ្នះមានកន្លែងសំណួរដែលប្រិមិត្តទូរស័ព្ទចូលមកសួរនឹងក្នុងន័យខ្មែរយើងយល់ថាដូចណាលើកមុនវិញថាអូយតែពួកអ្នកដែលខាងចាញ់នឹងទៅបៈពួកព្រះហើយគេចង់និយាយថាព្រះល្អអញ្ចឹងយើងចាញ់យើងល្អមកចូលបៈព្រះវិញហើយពួកអ្នកឈ្នះហ្នឹងគឺពួកបៈពួកមាអញ្ចឹងទៅចោះពួកនោះសើពួកអាក្រក់ហ្នឹងគឺព្រោះស្អប់មាផងមាហ្នឹងពួកដែលរោរឿងគេបច្ចាញ់គេអីអញ្ចឹងទៅយើងមានពាក្យហ្នឹងមានន័យអញ្ចឹងគេយល់ក្នុងសង្គមខ្មែរណាប៉ុនកុំភ្លេចណាបុគ្គលដែលឈ្នះខ្លួនឯងឬឈ្នះកលេសមុនគេបំផុតក្នុងលោកហ្នឹងមានតែព្រះសម្មាសម្ពុទ្ធហ្នឹងឯងដល់ពេលដែលព្រះអង្គឈ្នះហើយទៅសពទៅឈឺកហើយទើបព្រះអង្គនឹងប្រកាសនៅមេគាដើម្បីឲ្យពពួកសាវកទាំងឡាយពពួកសត្វតនិកទាំងឡាយដើរតាមដើម្បីឲ្យឈ្នះដូចគ្នាដែរអញ្ចឹងដោយសារកម្មវិធីយើងអស់ដល់ទីបញ្ចប់អញ្ចឹងយើងអាចថាបើម្ចាស់ដែលម្ចាស់សំណួរមិនអស់ចិត្តកន្លែងណាចាំថ្ងៃស្អែកឬថ្ងៃបន្ទាប់យើងជជែកគ្នាតទៀតអញ្ចឹងជូនកម្មវិធីនេះទៅបងអូនអ្នកសម្របសម្រួលអរគុណគណៈគុណចាស់ខ្ញុំប្រកាសណាសូមអរគុណចំពោះគុណម្ចាស់ទាំងពីរព្រះអង្គដែលបានជជែកវែកញែកឆ្លើយសំណួរ
ប្រិយមិត្តដែលអ្នកខចូលរបស់យើងអញ្ចឹងដោយសារតែកម្មវិធីយើងមកដល់ទីបញ្ចប់ហើយខ្ញុំប្រកាសណាខ្ញុំបាទដែលជាអ្នកសម្របសម្រួលសូមថ្លែងអំណរគុណចំពោះព្រះម្ចាស់គ្រប់ព្រះអង្គនិងបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលតាមដានស្ដាប់ហើយក៏បានទូរស័ព្ទចូលមកសួរនៅសំណួរបញ្ចេញចំណាប់អារម្មណ៍ផ្សេងៗប៉ុន្តែមុននឹងបញ្ចប់ខ្ញុំប្រកាសណាសូមអភ័យទោសកាន់តែអភ័យទោសចំពោះរាល់កំហុសដោយអចេតនាកើតឡើងពីការជជែកគ្នាក៏ដូចជាការឆ្លើយសំណួរខ្វះខាតអីបងប្អូនប្រិយមិត្តគុណម្ចាស់គ្រប់ព្រះអង្គអាចនិមន្តបញ្ចេញមតិនិងជួយបន្ថែមទៀតបាននៅក្នុងគណៈពេលនេះដោយសារកម្មវិធីយើងគៀកមែនទែនហើយខ្ញុំប្រកាសណាខ្ញុំបាទសនដំដែលជាអ្នកសម្របសម្រួលព្រមទាំងប្រគុណម្ចាស់ទាំងពីរព្រះអង្គសូមជម្រាបលាប្រកាសណាគុណម្ចាស់និងញាតិមិត្តបងប្អូនទាំងអស់រងចាំស្ដាប់កម្មវិធីផលប្រយោជន៍នៃព្រះធម៌នាថ្ងៃស្អែកជាបន្តទៀតតាមពេលវេលានិងម៉ោងដដែលសូមឲ្យសេចក្តីសុខពិតប្រាកដសន្តិភាពពិតប្រាកដសុភមង្គលពិតប្រាកដនិងកើតមានឡើងចំពោះអ្នកពិតប្រាកដដោយការបដិបត្តិដ៏ត្រឹមត្រូវតាមផ្លូវនៃព្រះធម៌ដែលបានសម្ដែងប្រាប់ដោយបុគ្គលត្រាស់ដឹងពេញបរិបូរណ៍គឺព្រះសម្មាសម្ពុទ្ធកុំបីអខានឡើយសូមអរព្រះគុណនិងអរគុណកំពុងវត្តអបត្រៃ